ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូព្រាមពី basic comment ទៅលើ VI VIM ដូចជា Nano ហ្នឹងហើយនេះគឺខ្ញុំ login ចូលទៅកាន់ software របស់ខ្ញុំគឺមានឈ្មោះថានេះ Putty ហើយឥឡូវយើង login ហើយយើងបានយក IP address ពីកន្លែងនេះគឺយើងវាយIP addr ហើយវានឹងសូម IP address នេះគឺ IP address របស់យើងគឺ 172.20.10.2 ក្នុងនេះយើងធ្វើការ control alt ដើម្បី release មកខ្ញុំចូលមកកាន់ software របស់ខ្ញុំវិញឥឡូវនេះយើងធ្វើការកើតទៅលើ directory មួយដែលយើងដាក់ឈ្មោះថាhome data 2 1 2 មកយើង enter បើ check យើងធ្វើការ check លើអត់នេះគឺ IP ហើយនឹង me.text របស់យើងដែលខ្ញុំបានបង្កើតមកឥឡូវយើងធ្វើការបង្កើត file ទាំងអស់គ្នាបង្កើត file គឺយើងមាន command line មួយឈ្មោះថា torchយើងដាក់ថា w a ណាw ដែលវាតំណាងឲ្យ homework ខ្ញុំចុចដក tt ហ្នឹងយើងកាត់ file មកហើយយើងចុច enter ដើម្បី check បានគឺយើងត្រូវការប្រើ command line មួយឈ្មោះថា cat ហើយយើងចុចវាមកដក tt តោះមកយើងធ្វើការ edit file ហើយយើងធ្វើការចុចទៅលើប្រើទៅលើ VI របស់យើងហើយយើងដាក់ w vat ឥឡូវនេះបានហើយដើម្បីយើងធ្វើការចុច edit បានយើងធ្វើការចុចសល់ i មានន័យថា insert ហើយនេះយើងទៅ save មកហើយ wa ដើម្បីយើង save វាបានយើងធ្វើការ click ហើយចុច escape ចុច2ដើម្បី exit គឺធ្វើការ exit ដើម្បី save វាហើយយើងយក w ជួយហើយ enter ជួយហើយ check គឺ wa ដល់នេះឃើញគឺ high 8 high aw ដែលយើងបានផ្សេងមកឥឡូវខ្ញុំប្រាប់ពីរបៀបដែលយើងធ្វើការបង្កើតទៅលើដោយ edit វាទៅលើ file ហ្នឹងដែលធ្វើទៅលើ VIM ហើយនេះយើងធ្វើការវាយទៅលើ VIM បន្ទាប់មកយើងឲ្យឈ្មោះ file របស់យើងមកឥឡូវនេះយើងធ្វើការចុច enter នេះឃើញហើយឥឡូវយើងធ្វើការចុចអក្សរ i ទៅដែរដើម្បី insert ទៅលើវាទៅសេចប់តោះណាយើងថា again តោះពីហើយយើងធ្វើការចុច escape តោះមកចុច2ហើយចុចអក្សរ x ហើយ enter ដើម្បីចាក់ចេញមកវិញឥឡូវយើងធ្វើការឆែកទៅលើ file របស់យើងនេះ ហើយ again របស់យើងឥឡូវខ្ញុំប្រាប់ពីរបៀបដែលយើងធ្វើការប្រើទៅលើ Nano វិញម្ដងនេះសើមក Nano ឥ
cứ nano và dưỡng cứ miền UI dùng đấy đấy thua cả cho thực tế thua cả đợt này cái space tổng nó đâm base accept dân thua cả cho trấu x cho z ok cho con đã video này nóមានតែប៉ុណ្្នឹងទេតើតើនឹង VI VIM និង Nano ផងដែរ